ជាដំបូងសូមគោរពជំរាបសួរសូមថ្វាយស្រីល្អដល់ព្រះជាម្ចាស់នៃគុណឋានសួគ៌ថ្ងៃនេះខ្ញុំបាទលោកនរ៉ាន់ជាគ្រូពង្វាលនឹងណែនាំហើយបង្រៀនយើងទាក់ទងអំពីព្រះគម្ពីរភាពជាអ្នកបម្រើព្រះម្ចាស់ Learn Bible Servants of the Lord Jesus Christ អញ្ចឹងភាពជាអ្នកបម្រើព្រះអង្គនោះយ៉ាងដូចម្ដេចកន្លងមកគ្រូបរិស័ទយើងតែងតែលើកភាពជាអ្នកដឹកនាំឬក៏ជាភាពជាគ្រូពង្វាលអីចឹងទៅតាមពិតភាពជាអ្នកដឹកនាំភាពជាគ្រូពង្វាលត្រឹមត្រូវមិនមានអ្វីខុសនោះទេប៉ុន្តែនៅក្នុងព្រះគម្ពីរព្រះអង្គតែងតែលើកទឹកចិត្តដល់អ្នកណាដែលបម្រើគេព្រះអង្គរាប់ថាអ្នកណាដែលបម្រើហើយឬក៏អ្នកដែលតូចជាងគេគឺជាអ្នកដែលធំជាងគេនៅក្នុងនគរឋានសួគ៌នៅថ្ងៃនេះខ្ញុំបាទសូមស្វាគមន៍អ្នកបងប្អូនមកសិក្សាជាមួយគ្នានៅក្នុងព្រះគម្ពីរមួយព្រះគម្ពីរទីតូសមុននឹងយើងចូលនៅក្នុងព្រះគម្ពីរទីតូសគោលបំណងដែលយើងបើកព្រះគម្ពីរតើយើងមានគោលបំណងយ៉ាងដូចម្ដេចពីព្រោះដើម្បីទៅទីណាមួយយើងចង់ដឹងអំពីគោលបំណងរបស់យើងតើយើងទៅនោះទៅធ្វើអីហើយមានគោលបំណងយ៉ាងដូចម្ដេចដែរតោះយើងទៅជាមួយគ្នាគោលបំណងរបស់យើងនៅពេលដែលយើងបើកព្រះបន្ទូលហើយសិក្សាជាមួយគ្នានៅថ្ងៃនេះយើងមានគោលបំណងច្បាស់លាស់បើកព្រះបន្ទូលហើយសិក្សាជាមួយគ្នា Our desire as we open God's word and learn together បាទអញ្ចឹងគោលបំណងរបស់យើងទី1ជំរុញសេចក្តីជំនឿលើព្រះម្ចាស់យេស៊ូវគ្រីស្ទ encourage our faith in the Lord Jesus Christ អញ្ចឹងគោលបំណងទី1គឺយើងជំរុញសេចក្តីជំនឿយើងអត់ចង់មាននាមជាគ្រិស្តបរិស័ទប៉ុន្តែជាគ្រិស្តបរិស័ទមួយដែលមិនស្គាល់មិនយល់ហើយមិនអាចនឹងឆ្លើយនៅសំណួរអ្នកបងប្អូនផ្សេងដែលគាត់ចង់ដឹងចង់យល់ទេអញ្ចឹងយើងជាគ្រិស្តបរិស័ទមួយដែលលូតលាស់មិនមែនភាសាជាទូទៅគេហៅ Christian បាទ Christian ប៉ុន្តែយើងជា Christian ដែលទទួលបានព្រះពរមានការលូតលាស់បន្តទៅទៀតពង្រឹងការបដិញ្ញាចិត្តជាអ្នកបម្រើព្រះម្ចាស់យេស៊ូវគ្រីស្ទ Challenge our commitment as servant of the Lord Jesus Christ បាទពង្រឹងការបដិញ្ញាចិត្តកន្លែងនេះគឺសំខាន់អ្នកបងប្អូនយើងត្រូវមានភាពច្បាស់លាស់និងមានជំហរច្បាស់លាស់និយាយរួមយើងត្រូវតែពង្រឹងការបដិញ្ញាចិត្តរបស់យើងឲ្យច្បាស់ដើម្បីក្នុងស្ថានភាពណាក៏ដោយក៏យើងនៅតែអាចបម្រើព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទបានដែរអាមែនបាទអរគុណព្រះអង្គតទៅទៀតជំរុញបណ្ឌកិច្ចក្នុងក្រុមជំនុំនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទអរគុណព្រះអង្គនៅក្នុងសម័យបច្ចុប្បន្ននេះយើងបានទទួលនៅព្រះគុណបរិបូរណ៍ដើម្បីនឹងធ្វើកិច្ចការបម្រើព្រះអង្គបានដោយព្រះអង្គបានប្រទានសន្តិភាពព្រះអង្គប្រទានឲ្យយើងមាននៅរបស់ដែលយើងអាចនឹងធ្វើកិច្ចការបម្រើប្រជាម្ចាស់បានជាច្រើនទៅតាម social media ទៅតាមព័ត៌មានវិទ្យាផ្សេងៗដែលយើងអាចនឹងធ្វើកិច្ចការងារបម្រើព្រះអង្គបានចំណុចបន្តទៀតបញ្ឆេះដួងចិត្តឆេះឆួលសម្រាប់ព្រលឹងដែលបាត់បង់ឲ្យត្រឡប់ទៅរកព្រះម្ចាស់អាមែនកន្លែងនេះសំខាន់ណាស់បងប្អូនហើយក្នុងភាពយើងជាអ្នកដែលបានទទួលនៅសេចក្តីសង្គ្រោះនៅពេលអ្នកបងប្អូនខ្ញុំគិតហើយសម័យនៅពេលដែលយើងដើរទៅមាត់ស្ទឹងឬក៏មាត់ទន្លេមាត់សមុទ្រនៅឃើញមានទីលំទឹកឬក៏ឃើញមានគេត្រូវការជំនួយតើដួងចិត្តរបស់យើងមានដួងចិត្តនឹងការស្រង់គេឲ្យឡើងលើគោកដូចយើងដែរឬអត់សម្រាប់ខ្ញុំនឹងធ្វើឲ្យអស់ពីលទ្ធភាពរបស់ខ្ញុំដើម្បីនឹងជួយដល់អស់អ្នកដែលកំពុងលង់ទឹកឬត្រូវការជំនួយនោះដូចគ្នាដែរការបញ្ឆេះដួងចិត្តបាទបញ្ឆេះដួងចិត្តឆេះឆួលសម្រាប់ព្រលឹងដែលបាត់បង់គឺជារឿងមួយត្រេកអរសប្បាយរីករាយនៅនគរឋានសួគ៌
ឋានសួគ៌សប្បាយនៅពេលណាដែលកូនពៅវង្វេងបានត្រឡប់មករកឪពុកវិញបាទតាមពិតអ្នកបងប្អូនទាំងអស់ដែលមិនទាន់ជឿគ្រាន់តែគាត់មិនទាន់មានឱកាសឬមិនទាន់មានឱកាសប្រែចិត្តប៉ុណ្ណោះគាត់នឹងយើងគឺតែមួយទេគឺជាបងប្អូនដែលព្រះទ្រង់បានបង្កើតមកផែនដីនេះដូចជារឿងកូនពៅវង្វេងអញ្ចឹងកត្តាដែលធ្វើឲ្យកូនពៅវង្វេងទីមួយគាត់ចង់មានសេរីភាពពីឪពុករបស់គាត់បាទគាត់ចង់ឲ្យឪពុកគ្រប់គ្រងគាត់ចង់បានទ្រព្យសម្បត្តិហើយគាត់ចង់ចេញឆ្ងាយពីឪពុករបស់គាត់ការដែលចង់បានទ្រព្យសម្បត្តិប្រៀបដូចជាចង់បានរបស់នៅលោកីយ៍នេះរបស់នៅលោកីយ៍នេះมันអាចនឹងគង់វង្សថិតថេរជានិរន្តរ៍ទេនៅពេលណាមួយរបស់ទាំងអស់នោះត្រូវបានបាត់បង់យើងជាគុណរបស់ព្រះអង្គពិតណាស់យើងចង់ត្រឡប់មករកព្រះជាម្ចាស់វិញការប្រែចិត្តពិតប្រាកដគឺជាការទទួលស្គាល់នៅកំហុសរបស់ខ្លួនហើយការងើបឈរហើយទៅរកព្រះជាម្ចាស់មិនគ្រាន់តែឮមិនគ្រាន់តែស្ដាប់ទេគឺត្រូវតែធ្វើដំណើរទៅរកព្រះជាម្ចាស់វិញនេះហើយគឺជាការប្រែចិត្តដ៏ពិតប្រាកដអរគុណព្រះអង្គគោលបំណងរបស់យើងនៅពេលដែលយើងបើកព្រះបន្ទូលនៅវេលានេះគឺមានគោលបំណងចំណុច4សំខាន់ឥឡូវយើងទៅជាមួយគ្នានៅព្រះគម្ពីរតេតុសតែម្ដងព្រះគម្ពីរតេតុស The Book of Titus ផ្នែកទី1 Session 1រាជសារទៅកាន់អ្នកបម្រើអរគុណដល់ព្រះអង្គថ្ងៃនេះរាជសារទៅកាន់អ្នកបម្រើព្រះអង្គមិនត្រឹមតែជាគ្រូគម្ពីរទេគឺអស់អ្នកដែលឮហើយធ្វើតាមព្រះបន្ទូលព្រះអង្គនោះឯងប៉ុន្តែក្នុងអត្ថបទនេះខ្ញុំបាទសរសេរ message for pastor បាទសំខាន់គោលដៅសំខាន់គឺយើងទៅអ្នកបម្រើព្រះអង្គជាអ្នកដឹកនាំបាទអញ្ចឹងអរគុណដល់ព្រះអង្គឥឡូវយើងបន្តទៀតព្រះគម្ពីរតេតុសបាទព្រះគម្ពីរតេតុសជាព្រះគម្ពីរដែលសរសេរឡើងដោយសាវកប៉ុល Writing by Apostle Paul បាទសរសេរឡើងដោយសាវកប៉ុលចំណុចទី2បំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធយើងដឹងថាគ្រប់ទាំងបទគម្ពីរគឺព្រះវិញ្ញាណបណ្ដាលឲ្យតែងទេគឺមានប្រយោជន៍សម្រាប់ការបង្រៀនការរំលឹកឲ្យដឹងខ្លួនការប្រដៅតម្រង់និងការបង្ហាត់ខាងឯសេចក្តីសុចរិតអញ្ចឹងហើយការបំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធគ្រប់ទាំងបទគម្ពីរគឺបំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធហើយព្រមគ្នាផងដែរព្រះគម្ពីរតេតុសក៏បំភ្លឺដោយព្រះវិញ្ញាណបរិសុទ្ធផងដែរសរសេរទៅកាន់លោកតេតុសព្រះគម្ពីរតេតុសបានបញ្ជាក់នៅក្នុងព្រះគម្ពីរគឺសរសេរទៅលោកតេតុសបាទព្រះអង្គសរសេរទៅកាន់បុគ្គលផ្ទាល់តែម្ដងចំណុចទី4សរសេរមកកាន់យើងអាមែនដូចខ្ញុំលើកនិយាយខាងលើមិញគឺសរសេរទៅកាន់បុគ្គលផ្ទាល់អញ្ចឹងព្រះគម្ពីរនេះគឺសរសេរមកកាន់យើងមកកាន់ខ្ញុំមកកាន់អរលោកបងប្អូនដែលស្ដាប់បាទអញ្ចឹងយើងបន្តទៅទៀតតេតុសគឺជាបរិសម្នាក់គាត់គឺជាបរិសម្នាក់ទេណាគាត់មិនមែនជាបុគ្គលឆ្នើមបុគ្គលល្បីឬបុគ្គលមានអំណាចណាទេប៉ុន្តែព្រះអង្គទុកគាត់សំខាន់ទោះគាត់ជាមនុស្សសាមញ្ញឬគាត់ជាមនុស្សបែបណាក៏ដោយព្រះអង្គរាប់មនុស្សម្នាក់សំខាន់ណាស់នៅចំពោះព្រះនេតព្រះអង្គឲ្យតែអស់អ្នកនោះបានជឿអស់អ្នកនោះបានស្គាល់ហើយទទួលគឺត្រឡប់ទៅជាកូនរបស់ព្រះនៅកាពីយ៉ូហានចំពុក1ខ12បានចែងថាអស់អ្នកណាដែលក៏ដោយឲ្យតែឮហើយទទួលជឿទទួលគឺត្រឡប់ជាកូនរបស់ព្រះបាទអញ្ចឹងព្រះគម្ពីរនេះសរសេរនៅទៅកាន់គ្រិស្តបរិស័ទចំនួនទី1បាទ First Generation Christian Galatians chapter 2 verse 1 to 3 អញ្ចឹងសរសេរទៅកាន់គ្រីស្ទានចំនួនទី1អាចនិយាយបានថាតេតុសគឺជាបរិសម្នាក់ជាគ្រីស្ទានចំនួនទី1អរគុណដល់ព្រះចំណុចទី2ម្នាក់ឯងនៅក្នុងបណ្ឌកិច្ចព្រះគម្ពីរតេតុសបានលើកទឹកចិត្តខ្ញុំ
ខ្ញុំជឿថានឹងលើកទឹកចិត្តឲ្យបងប្អូនទៅគ្រូអ្នកគ្រូព្រមទាំងបម្រើព្រះទាំងអស់គ្នាយើងជាអ្នកដែលជឿព្រះអង្គតែម្នាក់ឯងគឺមានភាពលំបាកមានភាពឯកោមានភាពកំសត់ដូចព្រះអង្គមានទូលថាអស់អ្នកណាដែលកំសត់ខាងព្រលឹងវិញ្ញាណមានពោហើយអញ្ចឹងខ្ញុំបាទផ្ទាល់ក៏ជាម្នាក់នៅក្នុងគ្រួសារដែលជឿព្រះតែម្នាក់ឯងដែរអញ្ចឹងព្រះគម្ពីរទីតូសនេះព្រះអង្គមានបន្ទូលទៅទីតូសយ៉ាងណាព្រះអង្គក៏មានបន្ទូលមកខ្ញុំដូចនោះដែរដោយព្រោះហេតុផលនេះខ្ញុំបានទទួលអ្នកនៅកោះក្រេតបាទកន្លែងនេះគឺសំខាន់ណាស់ដោយជំនឿដ៏សំខាន់សម្រាប់យើងទោះក្នុងស្ថានភាពជឿព្រះអង្គឯកាយ៉ាងណាក៏ដោយព្រះអង្គបានចាត់ឲ្យបម្រើព្រះអង្គលើកទឹកចិត្តយ៉ាងពិសេសណាយ៉ាងពិសេសដោយហេតុនេះជាងកន្លែងនេះចង់សង្កត់ធ្ងន់ថាដោយសេចក្តីទាំងអស់នឹងទោះជាបែបនឹងទោះជាយ៉ាងនឹងក៏ព្រះអង្គមិនបោះបង់ចោលឡើយបាទដោយហេតុនេះបាទខ្ញុំទុកអ្នកនៅកោះក្រេតបាទទុកសវៈទុកលោកទេតោសនៅកោះក្រេតដោយហេតុទាំងអស់នឹងបាទអញ្ចឹងបន្តទៀតនៅក្នុងវប្បធម៌អ្នកមិនជឿបាទគេដូចខ្ញុំនិយាយខាងលើអញ្ចឹងយើងតែម្នាក់ឯងយើងរស់នៅក្នុងចំណោមអ្នកជឿនៅក្នុងគ្រួសារយើងមានម្នាក់ជឿប៉ុន្តែមានជាច្រើនអ្នកទៀតអត់ជឿសំខាន់ណាស់ដែលយើងត្រូវមានការបដិញ្ញាចិត្តសំខាន់ណាស់យើងត្រូវតែមានជំហរច្បាស់លាស់ទីតោសចំពុក1ខ12មានពួកគេម្នាក់គឺជាហោរារបស់ផងគេបានថាពួកសាសក្រេតចេះតែพูดកុហកល្មមណាបាទអញ្ចឹងនៅក្នុងព្រះគម្ពីរនៅក្នុងស្ថានភាពបែបនេះនៅក្នុងសង្គមឬនៅក្នុងវប្បធម៌ផ្សេងនឹងមានរឿងជាច្រើនដូចនៅក្នុងព្រះគម្ពីរនឹងដែរអញ្ចឹងយើងបន្តទៅទៀតបាទឥឡូវយើងបន្តមកទីតោសគឺជាបរិសម្នាក់ខាងលើយើងបាននិយាយថាទីតោសគឺជាបរិសម្នាក់ហើយយើងក៏សរសេរបន្ថែមថាទីតោសគឺជាបរិសម្នាក់កន្លែងនេះចង់សង្កត់ធ្ងន់ណាចង់សង្កត់ធ្ងន់គ្រប់គ្នាយើងម្នាក់បាទយើងម្នាក់សេចក្តីសង្គ្រោះមិនមែនជួយអ្នកផ្សេងជួយយើងបានទេត្រូវចាំគឺយើងម្នាក់នៅចំពោះព្រះយើងម្នាក់ដែលត្រូវប្រាជ្ញចិត្តយើងម្នាក់ដែលត្រូវបដិញ្ញាចិត្តមិនមែនអ្នកផ្សេងបដិញ្ញាចិត្តជំនួសយើងទេទេតោះគឺជាបរិសម្នាក់បាទត្រាស់ហើយដើម្បីនាំដំណឹងល្អទាំងស្រុងទៅកាន់ក្រុមជំនុំបាទទូនាទីទំនួលខុសត្រូវដ៏ធំរបស់សាវកទីតោសឬក៏អាចនិយាយថាជាអ្នកបម្រើព្រះអង្គទីតោសបាទគាត់គឺមានតួនាទីធំណាស់យើងម្នាក់ពេលខ្លះយើងអត់ដឹងថាយើងជាមនុស្សដែលមានតួនាទីធំយើងជាអ្នកបម្រើព្រះដ៏ធំនៅក្នុងស្ថានភាពនេះព្រះអង្គមានបន្ទូលថាព្រះអង្គត្រាស់ហៅអ្នកមកដើម្បីនឹងល្អទាំងស្រុងទៅកាន់គ្រួសារទៅកាន់សហគមន៍សមាគមឬក៏ទៅកាន់ប្រទេសជាតិរបស់អ្នកយើងម្នាក់នេះគឺសារៈសំខាន់ណាស់ដើម្បីនឹងជួយមនុស្សជាច្រើនអ្នកឲ្យបានទទួលសេចក្តីសង្គ្រោះដូចយើងបន្តទៀតត្រាស់ហៅដើម្បីរៀបចំអ្នកដឹកនាំក្នុងក្រុមជំនុំកន្លែងនេះគឺសំខាន់ណាស់នៅពេលណាដែលយើងប្រកាសដំណឹងល្អនៅពេលណាដែលយើងមានអ្នកទទួលជឿហើយយើងត្រូវតែបង្រៀនគេត្រូវការដឹកនាំគេឲ្យគេធ្វើតាមរបៀបដែលព្រះអង្គមានបន្ទូលធ្វើតាមរបៀបដែលមានអំណាចមកហើយមានរបៀបហើយដើម្បីឲ្យយើងឲ្យគាត់កាន់តែល្អឲ្យគាត់កាន់តែរីកចម្រើនបន្តទៀតត្រាស់ហើយដើម្បីប្រកាសព្រះបន្ទូល call to preach ដើម្បីប្រកាសព្រះបន្ទូលជីវិតយើងត្រូវការព្រះបន្ទូលមនុស្សមិនអាចរស់តែគ្រប់ទាំងនំប៉័ងដែលចេញ
ប៉ុណ្ណោះទេប៉ុន្តែមនុស្សរស់គ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះអស់ទ្រង់ផងបាទហ្នឹងហើយអញ្ចឹងមនុស្សមិនរស់ដោយសារតែនំប៉័ងប៉ុណ្ណោះទេប៉ុន្តែរស់គ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះអស់ទ្រង់ផងអាមែនអញ្ចឹងយើងនឹងទៅបន្តទៀតរាជសារសម្រាប់លោកទីតោះរាជសារគឺចង់បញ្ជាក់អំពីព្រះរាជសាររបស់ព្រះអង្គដែលផ្ញើទៅអ្នកបម្រើទីតោះបាទធ្វើជាអ្នកបម្រើបាទ be a servant ធ្វើជាអ្នកបម្រើអ្នកណាគេណាបម្រើកន្លែងនេះចង់មានន័យថាព្រះអង្គចង់ឲ្យគាត់ជាអ្នកធំបាទខ្ញុំអាចនិយាយថាជាអ្នកដឹកនាំជាអ្នកម្នាក់ដែលទទួលពរជាអ្នកដែលបានសេរីរុងរឿងមិនមែនជាទេសកលមិនមែនជាអ្នកបម្រើធម្មតាទេប៉ុន្តែជាអ្នកបម្រើដល់ព្រះដ៏ខ្ពស់បំផុតជាអ្នកបម្រើម្នាក់និងជាគ្រីស្ទូតម្នាក់បាទធំណាស់បាទតំណាងប្រទេសតំណាងតំណាងនិយាយរួមទៅគឺជាគ្រីស្ទូតំណាងព្រះគ្រីស្ទបាទតំណាងព្រះគ្រីស្ទតែម្ដងបន្តទៀតពលបម្រើព្រះជាម្ចាស់តើទ្រង់ចង់ឲ្យទូលបង្គំធ្វើអ្វីនៅពេលដែលសាវកពលឃើញនៅពេលដែលសាវកពលបានជួបការអស្ចារ្យពីព្រះតើគោលបំណងដ៏ធំដែលព្រះអង្គបានទៅជួបសាវកពលគឺជាអ្វីបាទ servant of God អ្នកបម្រើព្រះបាទធ្វើជាអ្នកបម្រើព្រះជាសារព្រះធ្វើជាអ្នក preaching ជាអ្នកចែកចាយព្រះបន្ទូលព្រះពលបាននៅគ្រប់ទីកន្លែងដែលទ្រង់ដឹកនាំគាត់បាទនៅកិច្ចការចំពុក26ខ17ព្រះអង្គដឹកនាំទៅទីណាពលទៅទីនោះណាព្រះអង្គដឹកនាំឲ្យគាត់ឆ្លងកាត់ដំណាក់កាលច្រើននៅក្នុងព្រះគម្ពីរដើម្បីសម្រេចនៅមហាបេសកកម្មរបស់ព្រះដើម្បីសម្រេចឬក៏អាចថាដើម្បីជួយសង្គ្រោះណាដើម្បីជួយសង្គ្រោះដល់អ្នកដែលព្រះអង្គរៀបចំឲ្យគេបានទទួលអរគុណព្រះអង្គយើងបន្តទៀតរាជសារសម្រាប់លោកទីតោះបាទធ្វើជាបាវបម្រើដូចជាព្រះយេស៊ូវអ្នកបងប្អូនហើយកន្លែងនេះគឺជាព្រះបន្ទូលមួយសំខាន់ហើយជាព្រះបន្ទូលលើកទឹកចិត្តដល់ខ្ញុំដែរក្នុងស្ថានភាពមួយដ៏យើងលំបាកយើងសម្លឹងឃើញព្រះយេស៊ូវដែលព្រះអង្គទ្រង់លំបាកច្រើនជាងយើងព្រះអង្គសម្រេចបំណងប្រហែលតីព្រះបិតាព្រះអង្គបានធ្វើគ្រប់សពបែបយ៉ាងព្រះអង្គបានអត់ធ្មត់ព្រះអង្គបានទ្រាំទ្រព្រះអង្គបានឆ្លងកាត់ការឈឺចាប់ឆ្លងកាត់ការមើលងាយដល់ពេលណាយើងជួបលំបាកពេលណាដែលយើងជួបសេចក្តីទុក្ខលំបាកសូមយើងមើលទៅព្រះយេស៊ូវគឺជាគំរូបាន be a servant like Jesus ធ្វើជាអ្នកបម្រើដូចជាព្រះយេស៊ូវនៅព្រះយេសារនេះក៏លើកទឹកចិត្តដល់ខ្ញុំជឿថាលើកទឹកចិត្តដល់អ្នកបងប្អូនដែលស្ដាប់ដូចគ្នាសូមយើងបន្តទៅទៀតនៅក្នុងព្រះគម្ពីរភីលីបជំពូក2ខ5ដល់ខ8យើងអាចបើកមើលហើយស្វែងយល់បន្ថែមទៅតើធ្វើជាអ្នកបម្រើព្រះយេស៊ូវយ៉ាងដូចម្ដេចស្វែងរកសេចក្តីល្អរបស់ព្រះមិនមែនរបស់អ្នកបាទយើងដឹងហើយថាយើងជាលេខ0ព្រោះយើងអត់មានអ្វីទេបើគ្មានព្រះអង្គជាលេខ1នៅពេលណាដែលយើងដាក់លេខ1 0នៅពីក្រោយមានតម្លៃតែបើយើងជាលេខ0ដាក់ព្រះអង្គនៅពីក្រោយវិញអត់មានតម្លៃនោះទេពេលណាយើងបន្ទាបខ្លួនដាក់លេខ0កាន់តែច្រើនលេខ1គុណតម្លៃកាន់តែច្រើនអញ្ចឹងហើយបានជាអ្នកបម្រើដូចជាព្រះយេស៊ូវនោះត្រូវការបន្ទាបខ្លួនហើយថ្វាយស្រីល្អដល់ព្រះស្វែងរកសេចក្តីល្អរបស់ព្រះមិនមែនសម្រាប់យើងនោះទេដល់ពេលនោះគុណតម្លៃដែលព្រះអង្គប្រទានពរហើយបំរុងទុកឲ្យយើងនៅគូឋានសួគ៌ក៏
ក៏កាន់តែច្រើនឡើងដើរតាមព្រះជាម្ចាស់ដោយស្ដាប់បង្គាប់មិនថាបងថ្លៃប៉ុន្មានឡើយអាមែនការចំណាយជីវិតយើងអ្វីដែលយើងចំណាយច្រើនបំផុតនៅក្នុងជីវិតយើងពេលខ្លះយើងគិតថាជាទ្រព្យសម្បត្តិជាធនធានប៉ុន្តែនៅកន្លែងនេះសំខាន់បំផុតដែលមនុស្សយើងមិនអាចទិញបាននោះគឺជាការចំណាយពេលវេលាઅનેបងប្អូនបើពេលវេលាផុតហើយបងប្អូនមិនអាចទិញថ្ងៃម្សិលមិញបានទេបាទមិនអាចទិញអាយុខ្លួនឯងបានទេអញ្ចឹងពេលវេលាដែលបងប្អូនកសាងជីវិតទៅរបស់អត់ប្រយោជន៍អត់មានគុណតម្លៃទេប៉ុន្តែបើយើងកសាងនៅព្រះអង្គពីព្រោះផែនដីយើងរស់នៅយើងមាន limit យើងមានកំណត់ពេលដែលយើងកើតនៅក្នុងផ្ទៃម្ដាយរបស់យើង9ខែ10ថ្ងៃអ្នកដែលមានសុខភាពល្អរស់នៅផែនដីនេះអាចរស់នៅបានរយៈពេល100ឆ្នាំឬ120ឆ្នាំប៉ុន្តែអ្នកដែលមានសុខភាពមិនល្អ30 40 50ឆ្នាំក៏គាត់បានចាក់ចេញផែនដីនេះទៅប៉ុន្តែពេលវេលាដែលមានតម្លៃបំផុតគឺជាជីវិតដ៏អស់កលជានិច្ចនៅនគរឋានសួគ៌ជីវិតដ៏អស់កលជានិច្ចបងប្អូនដែលជឿព្រះអង្គជីវិតដែលមានតម្លៃបំផុតគឺគ្មានពេលវេលាកំណត់បាទអញ្ចឹងការដើរតាមព្រះបន្ទូលដោយស្ដាប់បង្គាប់មិនថាបងថ្លៃប៉ុន្មានឡើយដើម្បីទទួលបានជីវិតដ៏អស់កលជានិច្ចដែលបានមកពីទ្រង់អាមែនបាទអរគុណព្រះអង្គទ្រង់បានបន្ទាបខ្លួន be humble himself and because obedient to the point of death even the death of the cross ទ្រង់បានបន្ទាបខ្លួនស្ដាប់បង្គាប់រហូតដល់ព្រះអង្គសុគតនេះជាគំរូមួយសម្រាប់យើងជាអ្នកបម្រើព្រះអង្គបន្តទៀតធ្វើជាបាបម្រើដូចជាព្រះយេស៊ូវយើងអាចបើកនៅបន្តនៅកិច្ចការបាទសូមអធិស្ឋានធ្វើកិច្ចការ do the work នៅព្រះគម្ពីរយ៉ូហានចំពុក13ខ16យើងអាចបើកទៅយើងមើលទៅយើងឃើញថាអ្នកបម្រើដ៏ធំជាងគេនឹងយ៉ាងដូចម្តេចអ្នកបម្រើរបស់ព្រះយ៉ាងដូចម្តេចព្រះអង្គមានផែនការយ៉ាងម៉េចឲ្យយើងអ្នកបម្រើយ៉ាងម៉េចទៅហើយយើងអាចនឹងសិក្សាជាមួយគ្នាយើងមើលគំរូនេះបាទអ្នកបម្រើគឺជាអ្នកដែលបន្ទាបខ្លួនបាទអ្នកបម្រើគឺជាអ្នកដែលបន្ទាបខ្លួននៅពេលដែលគេចង់បានធំជាងគេនៅខាងស្ដាំព្រះយេស៊ូវឬក៏នៅខាងឆ្វេងព្រះយេស៊ូវព្រះអង្គមានបន្ទូលយ៉ាងម៉េចមិនមែនការនោះទេមិនមែនការនោះតែព្រះអង្គឲ្យអ្នកណាទៅខាងស្ដាំខាងឆ្វេងនោះទេប៉ុន្តែព្រះអង្គមានបន្ទូលបញ្ជាក់ប្រាប់នៅក្នុងគម្ពីរយ៉ូហានចំពុក13ខ16ថាម៉េចអ្នកដែលចង់ធំជាងគេគឺជាអ្នកដែលបម្រើគេបាទបម្រើគេគឺជាអ្នកគាត់នោះហើយគឺជាអ្នកដែលធំជាងគេដូចគ្នាដែរព្រះបិតាព្រះអង្គចាត់ព្រះយេស៊ូវមកព្រះយេស៊ូវព្រះអង្គស្ដាប់បង្គាប់ព្រះអង្គបន្ទាបខ្លួនចុះចូលស្ដាប់បង្គាប់គ្រប់បែបយ៉ាងដើម្បីសម្រេចនៅគោលបំណងសូមយើងអានបន្តទៀតធ្វើជាអ្នកបម្រើដូចជាព្រះយេស៊ូវយើងឃើញព្រះយេស៊ូវព្រះអង្គទ្រាំលំបាកយ៉ាងណាលីឈើឆ្កាងឬនឹមបាទទឹមឈើឆ្កាងហើយបងប្អូនដែលធ្លាប់មានគោទឹមស្រែយើងឃើញការទឹមវាយ៉ាងម៉េចដែរយើងធ្លាប់ប្រើគោគឺត្រូវទាញត្រូវអស់
យើងជាអ្នកបម្រើព្រះអង្គយើងនឹងស្គាល់ស្ថានភាពនឹងច្បាស់បាទយកចិត្តទុកដាក់ចំពោះអ្នកដទៃពេលខ្លះគេបក្សែតពេលខ្លះគេមិនចាប់អារម្មណ៍ទាំងអស់នោះមិនគួរឲ្យយើងសមមនុស្សឬក៏មិនគួរឲ្យយើងមុំម៉ៅអសមមនុស្សឬក៏មិនគួរឲ្យយើងមានបញ្ហាទេយើងគួរតែអាណិតយើងគួរតែមេត្តាស្រឡាញ់ដល់គាត់ពីព្រោះគាត់អត់ដឹងគាត់អត់យល់អំពីព្រះអង្គទេគាត់បក្សែតគាត់អត់ស្គាល់ដូចយើងត្រូវព្យាយាមពន្យល់ណាដូចយើងព្យាយាមពន្យល់ដូចយើងទឹមគោទឹមព្យាយាមអស់ព្យាយាមព្យួរយកចិត្តទុកដាក់ចំពោះអ្នកដទៃបាទយើងអាចនិយាយថាយកចិត្តទុកដាក់យកចិត្តទុកដាក់មិនមែនគ្រាន់តែទៅមើលថែប៉ុណ្ណោះទេត្រូវដឹងពីទុក្ខធុរៈរបស់គាត់ត្រូវយល់អំពីស្ថានភាពរបស់គាត់យើងត្រូវជួយគាត់ដោយរបៀបណាយកចិត្តទុកដាក់បាទអរគុណបន្តទៀតព្រះអង្គបញ្ជាក់ក្នុងវិញ្ញាសានេះគឺបញ្ជាក់ដដែលឲ្យយើងដឹងថាធ្វើជាអ្នកបម្រើដោយព្រះយេស៊ូវតើយើងគួរធ្វើដូចម្តេចបិទនៅព្រះគម្ពីរ1ពេត្រុសចំពុក2ខ21បានចែងថាបិទទ្រង់បានឲ្យអ្នករកគ្នាមកឯសេចក្តីនោះឯងបានសេចក្តីនោះឯងពីព្រោះព្រះគ្រីស្ទក៏បានរងទុក្ខជំនួសយើងដែរទាំងទុក្ខសម្រាប់ឲ្យយើងរាល់គ្នាដើរតាមលំអាននៃទុក្ខពេលដែលយើងមានទុក្ខមានលំបាកយើងមើលគម្ពីរហ្នឹងទៅយើងមានកម្លាំងចិត្តមកវិញអ្វីទៅដែលដូចព្រះយេស៊ូវតែយើងគួរធ្វើដូចម្តេចតោះទៅទៀតនៅព្រះគម្ពីរតេតុសចំពុក1ខ4ខ្ញុំផ្ញើមកអ្នកទីតុសជាកូនពិតតាមសេចក្តីជំនឿដែលយើងកាន់ជាមួយគ្នាសូមឲ្យអ្នកបានប្រកបដោយព្រះគុណនិងសេចក្តីសុខសាន្តមកអំពីព្រះដ៏ជាព្រះបិតាហើយអំពីព្រះយេស៊ូវគ្រីស្ទជាព្រះអង្គជាព្រះសង្គ្រោះនៃយើងរាល់គ្នាអាមែនបាទកន្លែងនេះសំខាន់ណាស់បងប្អូនហើយជាសារចុងក្រោយនៅនិស្សិតទី1នៅ season 1ចុងក្រោយដែលយើងត្រូវការបំផុតសម្រាប់យើងហើយគោលអំណងសាវកប៉ុលមានបន្ទូលទៅនាំព្រះយេសារទៅទីតុសគឺសំខាន់ដែរនៅកន្លែងហ្នឹងគឺអ្នកត្រូវការព្រះគុណខ្ញុំអ្នកបងប្អូនត្រូវការព្រះគុណផងព្រះដើម្បីស្វែងរកព្រះគុណផងព្រះអង្គបានគឺនៅក្នុងព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទអ្នកត្រូវការព្រះតីករណាយើងមានបាបមិនអាចដោះស្រាយអំពើបាបខ្លួនឯងបានទេយើងមិនអាចទៅឋានសួគ៌ដោយកម្លាំងដោយបនព្រេងរបស់យើងទេគឺយើងបានទទួលសេចក្តីមេត្តាករុណាអ្នកត្រូវការសេចក្តីសុខសាន្តប៉ុន្តែខ្ញុំអ្នកបងប្អូនលោកគ្រូត្រូវការសេចក្តីសុខសាន្តប៉ុន្តែសេចក្តីសុខសាន្តពិតប្រាកដគឺនៅក្នុងព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទនៅកាពីយ៉ូហានចំពុក10ខ10បានប្រាប់យើងអំពីចោរវាមកដើម្បីតែបំផ្លាញណាដូចដើម្បីកាប់បំផ្លាញសម្លាប់តែព្រះអង្គយាងមកដើម្បីឲ្យជីវិតបានពេញបរិបូរណ៍អាមែនសូមឲ្យអ្នកបងប្អូនថ្ងៃនេះបានទទួលព្រះពរទទួលសេចក្តីសុខសាន្តហើយព្រះគុណបរិបូរណ៍របស់ព្រះអង្គសូមឲ្យព្រះនៃសេចក្តីសុខសាន្តព្រះនៃព្រះគុណព្រះនៃមេត្តាករុណាបានបំពេញអ្នកបងប្អូនទាំងអស់គ្នាព្រមទាំងខ្ញុំនៅក្នុងព្រះគុណនៅក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែន